mìnhធ្វើវីដេអូក្រោយៗនេះតាក់ទងជាមួយនឹងការជ្រើសលំហាត់ណាជាលំហាត់គោធំដែលយើងពេលដែលយើងហាត់គោអញ្ចឹងតាក់ទងជាមួយនឹងវិកជាងគឺជាមួយនឹងម៉ាស៊ីន hip reduction នេះគឺល្អបំផុតទី1យើងអាចដាក់ទម្ងន់បានខ្លួនទី2វាម៉ាស៊ីនអញ្ចឹងយើងអត់ពិបាក control អត់ពិបាកអីខ្លួនប្រាំរបស់យើងទុកដំណឹងដូចយើងលេងហាត់ផ្សេងអីដូចយើងលេងមួយ cable fly ដាក់តាក់កជើងអីចឹងណាយកវិកជាងយកអីវាពិបាកអញ្ចឹងបើយើងលេងមួយហាត់នេះវាស្រួលមួយម៉ាស៊ីននេះវាស្រួល hip reduction ហើយបរទេសក៏គេដាក់មកដែរគឺម៉ាស៊ីន hip reduction ហ្នឹងគឺវា perfect សម្រាប់វិកជាងតែម្ដងអញ្ចឹងគឺគេអត់ចោលពេលគេលេងគូខាងលើខាងក្រោមអីហើយអស់ហើយចឹងណាតមកជាហៀងគឺគេលេងជាមួយម៉ាស៊ីនហ្នឹងហើយហ្នឹងអញ្ចឹងកុំចោលអសោះម៉ាស៊ីនហ្នឹងម៉ាស៊ីនហ្នឹងពេលដែលយើងរៀងស្ទើរទៅជាហៀងឬក៏អីយើងអាចលេងវាជាគោលធំមានន័យថាយើងអាចលេងជាលំហាត់ទី2ទី3ពេលដែលយើងចាប់តាមហាត់រហូតដោយសារតែយើងចង់ឲ្យវារៀងឡើងបានទៅជាហៀងយើងត្រូវការមានកម្លាំងច្រើនយើងលេងបានឡោធ្ងន់បើយើងចាំលេងក្រោយពេលផុតអស់កម្លាំងហើយអញ្ចឹងយើងអាចដាក់វាទី2ឬក៏ទី3ចឹងទៅគោលទី1យើងដាក់ hip thrust ហើយចឹងទៅហើយតមកវាចឹងហ្នឹងហើយចានេះសម្រាប់ថ្ងៃណាគោលដៅយើងគិតថាយើងចង់នេះចាហ្នឹងវាតាក់ទងជាមួយ program ការហាត់ទៀតអញ្ចឹងខ្ញុំអត់ទាន់និយាយញ៉ៃច្រើនទេខ្ញុំគាត់និយាយថាលំហាត់ធំគោលសម្រាប់វិកជាហៀងគឺម៉ាស៊ីន hip reduction ហ្នឹងហើយគឺម៉ាស៊ីនដែលល្អបំផុតហើយហ្នឹងហើយអញ្ចឹងតាក់ទងមួយម៉ាស៊ីនខ្ញុំខ្ញុំនិយាយតាក់ទងជាមួយនេះបងប្អូនមើលនេះមួយកន្លែងដាក់ជើងនេះម៉ាស៊ីនភាគច្រើននៅ gym ផ្សេងភាគច្រើនតែម្ដងដែលខ្ញុំដើរប្រហាត់សិស្សហើយខ្ញុំធ្លាប់ទៅហាត់អីគឺម៉ាស៊ីននេះគឺចេះម៉ាស៊ីនសល់កន្លោះចេះឧទាហរណ៍នេះសល់កន្លោះធំចេះអញ្ចឹងដល់ពេលសល់កន្លោះធំអញ្ចឹងយើងលេងបានសើខ្លាំងអញ្ចឹងរកអីថែមបងប្អូនរកអីថែមកលអានេះឲ្យយើងបិទទូមើលទៅឃើញយើងកាន់ទូចេះអូខេនេះដោយសារតែវានេះលេខនេះវាមិនលេខចុងផុតទេនៅមួយលេខទៀតតែអត់ចូលអូខេអញ្ចឹងកាន់តែចិត្តចេះហាត់ទៅពីហៀងចូលកាន់ខ្លាំងតែខ្ញុំនិយាយបងប្អូនជាមួយម៉ាស៊ីនហ្នឹងអាចរកអីភាគច្រើនគឺម៉ាស៊ីនប្រថេកសល់កន្លោះធំអញ្ចឹងគឺរកអីកោជាហៀងចេះឲ្យយើងសល់ space ផ្លូវរៀងបិទចេះដល់អញ្ចឹងយើងបើកមកឃើញធំមែនបងនេះសល់កន្លោះចេះមានប្រឡោះចាប់ពីនេះមកដល់នេះប៉ុណ្ណាហើយអញ្ចឹងសាច់ដុំរបស់យើងធ្វើការខ្លាំងចូលបានខ្លាំងសាច់ដុំរីកធំទៅតាមហ្នឹងដែរនេះបងប្អូនឃើញអញ្ចឹងមកវិញក៏វាត្រូវការយើងទុករយៈប្រវែងវែងដែរអញ្ចឹងសាច់ដុំរបស់យើងធ្វើការខ្លាំងសាច់ដុំហាត់បានធំហាត់បានអីខ្លាំងគឺតាក់ទងមួយវែងតាក់ទងមួយចម្ងាយដែរបងប្អូនបើកប៉ុណ្ណេះអ្នកគាត់បើកបានធំទៀតកាន់តែធំអញ្ចឹងបិទមកវិញបងប្អូនឃើញបិទនេះយូរវែងប៉ុន្តែបើម៉ាស៊ីនដែលភាគច្រើននៅជីធម្មតាវានឹងថៃធំចេះអញ្ចឹងបងប្អូនមើលសល់កន្លោះប៉ុណ្ណេះបើកមកប៉ុណ្ណេះបិទមកវិញតាមបន្តិចដល់ឡើងអស់ហើយវាបិទដល់នេះហើយអាហ្នឹងជាភាពខុសគ្នារវាងម៉ាស៊ីនអញ្ចឹងបើម៉ាស៊ីនយើងនៅជីមវាសល់កន្លោះធំចេះហើយបើខ្ញុំហាត់សិស្សគឺខ្ញុំមាននេះមួយជួរសម្រាប់ដាក់ពេញចេះអញ្ចឹងទៅគាត់អាចហាត់ចូលបានខ្លាំងជាងមុនហើយគីឡូអត់ទៅបាច់ដាក់ខ្លាំងគាត់នៅហាត់ចូលបានខ្លាំងដែរថែមគីឡូខ្លាំងគឺមានន័យគាត់ហាត់សាច់ដុំចុកកាន់តែខ្លាំងគឺលក្ខណៈថាយើងអត់ចាំបាច់ដាក់គីឡូធ្ងន់ខ្លាំងទេដើម្បីឲ្យមានសាច់ដុំរបស់យើង work ចុកខ្លាំងណាហ្នឹងហើយអញ្ចឹងសិននេះខ្ញុំគ្រាន់តែនិយាយប៉ុណ្ណឹងទេតាក់ទងមើលសិនហើយបងប្អូនគ្រាន់តែចាំទៅថាម៉ាស៊ីននេះជាម៉ាស៊ីនកូនហាត់សម្រាប់វិកជាហៀងអញ្ចឹងឲ្យវិកជាហៀងគឺចូលមកតាមមុនគេហើយចង់បន្ថែមបន្ទាប់ផ្សំទៅទៀតបាច់ផ្សេងដែលយើងនិយាយថាហាត់វិកជាហៀងដែរយើងអាចទៅលេងតាមកូនអានេះយើងលេងមុនគេបើយើងចង់វិកជាហៀងអញ្ចឹងបើយើងហាត់គូតទាំងមូលដូចយើងក្បាច់ហេតុប្រាស់អញ្ចឹងណាមានន័យហ្នឹងស្ដោតលើគូតទាំងមូលសតបើយើងចង់បានគូតផ្នែកខាងក្រោមដែលនេះអញ្ចឹងទៅ back squat អញ្ចឹងហ្នឹងហើយហ្នឹងគឺហាត់គោល4ហ្នឹងគឺធំហើយពេញមកគូតរបស់យើងហើយគេច្រើនឲ្យហាត់បាន4ហ្នឹងគឺពេញមកគូតហើយគូតរបស់យើងគឺពេញស្អាតហើយរបស់យើងហាត់បានល្អហ្នឹងហើយគឺពេញមូលខាងអញ្ចឹងលំហាត់នេះខ្ញុំគ្រាន់តែនិយាយប៉ុណ្ណឹងអត់មានអីទៀតទេអរគុណច្រើនជួបគ្នាវីដេអូក្រោយ